ខ្ញុំឈ្មោះ Abbas មកពីប្រទេសប៉ាគីស្ថានតាំងពីមកដល់ប្រទេសចិនខ្ញុំតែងតែឆ្ងល់ថាតើអ្វីទៅនៅពីក្រោយល្បឿនអភិវឌ្ឍរបស់ចិនតើជារោងចក្រដ៏ធំសម្បើមឬជាបច្ចេកវិទ្យាដ៏ទំនើបរហូតដល់ខ្ញុំបានជួបគាត់នៅទីក្រុងហេសេលទើបខ្ញុំរកឃើញចម្លើយនៅក្នុងការសម្រេចចិត្តរបស់គាត់សួស្តី Abbas គាត់ឈ្មោះ Len Tao ជាអ្នកបន្តវេនចំនួនទី2ដែលថំធាត់ឡើងជាមួយសំឡេងម៉ាស៊ីន Dectap ប៉ុន្តែគាត់ផ្ទាល់និយាយថាគាត់ចង់ក្លាយជាអ្នកត្រួសត្រាយផ្លូវចំនួនទី1ជាងកាលខ្ញុំមកទីនេះក្នុងឆ្នាំ2019ខ្ញុំស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរោងចក្រនេះរាល់យប់ពេលចូលគេងខ្ញុំតែងតែសំឡេងម៉ាស៊ីនកិនដាច់លាន់កងរំពងកាលនោះខ្ញុំមានអារម្មណ៍ថាវាថ្លង់ណាស់ប៉ុន្តែឥឡូវនេះវាធ្វើឲ្យខ្ញុំគិតអំពីសំណួរមួយឪពុករបស់យើងបានកសាងរោងចក្រដែកនេះឡើងតែយើងជាជំនាន់ក្រោយអាចធ្វើឲ្យវាកាន់តែប្រសើរឡើងបានទេដូច្នេះអ្នកត្រួសត្រាយផ្លូវគឺចង់បង្កើតលទ្ធភាពថ្មីមួយមែនទេត្រឹមត្រូវហើយគឺបង្កើតលទ្ធភាពដែលយើងអាចរស់នៅជាមួយបរិស្ថាននិងអនាគតដោយសុខដុមរមនាធ្វើឲ្យរោងចក្រកាន់តែស្អាតបៃតងនិងនិរន្តរភាពឥឡូវនេះចម្លើយរបស់ Len Tao គឺស្ថិតនៅក្នុងលភ្លើងអគ្គិសនីនៅពីក្រោយខ្ញុំនេះវាលេបដាច់អេតចាយហើយផលិតចេញជា Dectap ថ្មីដើម្បីខ្សែសង្វាក់ផលិតកម្មបៃតងនេះរួមទាំងប្រព័ន្ធទឹកវិលជុំការកែច្នៃកាកសំណល់រឹងនិងប្រព័ន្ធទាញយកកម្ដៅមកប្រើប្រាស់វិញក្រុមហ៊ុនរបស់ Len Tao បានបោះទុនជាង 4,000 លានយ៉ាងតាមរយៈខ្សែសង្វាក់ផលិតកម្មបៃតងនេះការផលិតដែកថែបដំណើរការខ្លីអាចកាត់បន្ថយកាកសំណល់រឹងបាន95ឧស្ម័នពុល78ការប្រើប្រាស់ថាមពលចុះ86និងការបំភាយកាបូនចុះ80យើងសម្រេចបាននូវការបំភាយ0តាមរយៈប្រព័ន្ធវិលជុំចំនួន5គឺការផលិតអគ្គិសនីពីកម្ដៅសំណល់ការប្រើប្រាស់ទឹកឡើងវិញកាកសំណល់រឹងកាកសំណល់គ្រោះថ្នាក់និងការកែច្នៃធនធានទីក្រុងនេះមិនមែនជាការប្រថុយទេតែជាផ្លូវដែលត្រូវតែដើរឧស្សាហកម្មដែកថែបមិនគួរជាបន្ទុកដល់បរិស្ថានទេវាអាចមានភាពបៃតងកាបូនទាបនិងក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចវិលជុំខ្ញុំចាំច្បាស់ណាស់មានម្ដងនោះកូនខ្ញុំចំអុលទៅបំពង់ផ្សែងពីចម្ងាយហើយសួរថាបបាហេតុអ្វីបានជាមេឃមិនពណ៌ខៀវខ្ញុំគិតថាយើងជាជំនាន់នេះមិនអាចបន្សល់ទុកមេឃពណ៌ប្រភេទដល់កូនចៅជំនាន់ក្រោយទេក្នុងនាមជាអ្នកស្រាវជ្រាវសម្ភារៈសំណង់កាបូនទាបខ្ញុំយល់ពីលោកច្បាស់ណាស់យើងកំពុងខិតខំដើម្បីគោលដៅតែមួយធ្វើឲ្យធនធានវិលជុំនិងបរិស្ថានកាន់តែប្រសើរនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងឆ្លាតវៃរបស់រោងចក្រទិន្នន័យនៅលើអេក្រង់ធំកំពុងលោតផ្លាស់ប្ដូរ Len Tao និយាយថាតាមរយៈខួរក្បាលនេះយើងអាចគ្រប់គ្រងការផលិតបានច្បាស់លាស់កាត់បន្ថយការខ្ជិលខ្ជាយនិងបង្កើនប្រសិទ្ធភាពសប្តាហ៍ថ្ងៃនេះក្នុងនាមជាតំណាងសភាប្រជាជនទូទាំងប្រទេសការទទួលខុសត្រូវរបស់ Len Tao កាន់តែធ្ងន់គាត់ចុះទៅទីលានដែកអេតចាយញឹកញាប់ចូលរួមពិភាក្សាបច្ចេកទេសនិងសរសេរអនុសាសន៍ដែកថែបទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងគម្រោងធំទូទាំងប្រទេសវានឹងក្លាយជាធ្នឹមមន្ទីរពេទ្យបង្អួចសាលារៀននិងស្ពានឆ្លងកាត់ទន្លេយើងបានចូលរួមតាក់តែងស្តង់ដារឧស្សាហកម្មជាតិចំនួន9ដែលក្នុងនោះ3តាក់ទងនឹងបៃតងនិងកាបូនទាបនេះគឺជាការទទួលខុសត្រូវផងនិងជាការទទួលស្គាល់ផងក្នុងរយៈពេល3ឆ្នាំនៃការបំពេញតួនាទីខ្ញុំបានដាក់សំណើចំនួន4ដោយផ្ដោតលើសេដ្ឋកិច្ចវិលជុំការផលិតដែកថែបដោយភ្លើងអគ្គិសនីនិងការអភិវឌ្ឍឧស្សាហកម្មសម្ភារៈថ្មីសំណើខ្លះត្រូវបានអនុម័តរួចហើយខ្ញុំសង្ឃឹមថានឹងរួមដៃជាមួយដៃគូក្នុងវិស័យនេះដើម្បីកសាងតំបន់ឧស្សាហកម្មសម្ភារៈដែកថែបថ្មីដែលបៃតងកាបូនទាបនិងឆ្លាតវៃសម្រាប់ខេត្តកែងឆៃអបអរសាទរចំពោះភាពជោគជ័យនៃពិធីសម្ពោធលោកតំណាងលេងខ្ញុំឃើញថាស្នាដៃរបស់អ្នកកាន់តែធំឡើងហើយកម្លាំងមនុស្សម្នាក់មានកម្រិតប៉ុន្តែបើយើងអាចរួបរวมគំនិតគ្នាបង្កើតជាកម្លាំងរួមផ្លូវអភិវឌ្ឍបៃតងនេះនឹងកាន់តែរលូននិងរឹងមាំខ្ញុំបានឃើញផ្ទាល់ភ្នែកនៅមនុស្សម្នាក់ដែលប្រែក្លាយគំនិតពីគ្រាប់ពូជទៅជាព្រៃឈើដ៏ធំនេះជារឿងរ៉ាវអំពីតំណាងសភារបស់យើងដែលរួមគ្នាបង្កើតឧស្សាហកម្មដែកថែបបៃតងកាបូនទាបលោកតំណាងលេនលោកបានផ្ដល់ចម្លើយដល់ខ្ញុំដែកថែបបៃតងគឺជាបច្ចេកវិទ្យានិងជាអនាគតអ្វីដែលគ្រប់គ្រងល្បឿនអភិវឌ្ឍរបស់ចិនគឺអ្នកត្រួសត្រាយផ្លូវដូចជារូបលោកនេះហើយយើងគ្រាន់តែខិតខំប្រឹងប្រែងដើម្បីឲ្យរឿងរ៉ាវនៃការអភិវឌ្ឍនេះបន្តទៅមុខទៀតនិងធ្វើឲ្យសុភមង្គលមាននិរន្តរភាពនិងវិលជុំមិនចេះចប់